រឿងពពែចេះប្រែរូបមានរឿងនិទានដំណាលថាមានបុរសម្នាក់ចង់ចិញ្ចឹមសត្វពពែគាត់ក៏ទៅកន្លែងលក់សត្វគាត់បានជ្រើសរើសទិញពពែមួយក្បាលមានពពាលគួរឲ្យស្រឡាញ់បុរសពេញចិត្តនឹងពពែមួយក្បាលនេះខ្លាំងណាស់ពេលត្រឡប់មកផ្ទះវិញនៅតាមផ្លូវមានមនុស្សកំហួច3នាក់ឃើញបុរសបណ្ដើរពពែពួកគេមានចិត្តចង់បានពពែហើយបបួលគ្នារកវិធីយ៉ាងណាយកពពែនោះឲ្យបានដំបូងមនុស្សទី1ចង់ប្លន់យកពពែតែម្ដងតែមនុស្សទី2បាននិយាយខាត់ថាមិនទាន់ដល់ពេលប្រើវិធីនេះទេយើងគួររកល្បិចផ្សេងវិញមនុស្សទី3យល់ស្របក៏ឆ្លើយឡើងថាល្អណាស់ខ្ញុំនឹកឃើញល្បិចមួយហើយអោនត្រជាឲ្យចិត្តមកចាំខ្ញុំប្រាប់បន្ទាប់ពីគិតរួចពួកគេទាំង3ក៏បំបែកផ្លូវគ្នាមនុស្សទី1ដើរទៅជិតម្ចាស់ពពែរួចនិយាយថាឆ្កែនេះស្អាតណាស់ហើយឆ្លាតគួរឲ្យស្រឡាញ់ទៀតផងបងដឹកវាដើរលេងមែនទេម្ចាស់ពពែឆ្ងល់ណាស់ក៏សួរទៅវិញថាខ្ញុំនេះឬដឹកឆ្កែខ្ញុំដឹកពពែទេតើមនុស្សទី1ធ្វើមុខមើងម៉ាត់ហើយនិយាយបន្តថាខ្ញុំស្គាល់ច្បាស់ណាស់នេះជាសត្វឆ្កែមិនមែនពពែទេនិយាយរួចមនុស្សទី1ក៏ដើរចេញទៅបាត់ម្ចាស់ពពែដឹកពពែដើរទៅមុខទៀតដោយមិនខ្វល់នឹងសម្ដីមនុស្សទី1ទេបន្ទាប់មកគាត់ក៏បានជួបនឹងមនុស្សទី2មនុស្សទី2ធ្វើជាសួរម្ចាស់ពពែរាក់ទាក់ថាលោកបងអើយដឹកសេះយកទៅណាសេះនេះឈឺមែនទេឮបែបនេះម្ចាស់ពពែឆ្ងល់ណាស់ហេតុអ្វីបានជាគេមើលពពែរបស់គាត់ម្ដងឃើញថាជាឆ្កែម្ដងឃើញជាសេះបែបនេះពេលដែលមនុស្សទី2ដើរចេញទៅបាត់មនុស្សទី3ក៏ចូលមកដល់ហើយសួរម្ចាស់ពពែថាលោកម្ចាស់លោកបណ្ដាសត្វលាទៅណាដែរឮដូច្នេះម្ចាស់ពពែភ្ញាក់ផ្អើលកាន់តែខ្លាំងរួចគាត់សួរមនុស្សទី3ថាអ្នកនិយាយឲ្យច្បាស់បន្តិចទៅមើលតើសត្វរបស់ខ្ញុំនេះជាសត្វអ្វីដែរម្ដងនេះមនុស្សទី3ចង្អុលទៅពពែរួចក៏និយាយសំឡេងមុតថាសត្វនេះគឺជាសត្វលាម្ចាស់ពពែតក់ស្លុតណាស់គាត់សម្លឹងមើលពពែពីក្បាលដល់ចុងជើងរួចយកដៃញីភ្នែកបណ្ដើរហើយគិតថាពេលដែលគាត់ទិញគឺជាសត្វពពែប៉ុន្តែពេលដឹកពពែដើរតាមផ្លូវជួបមនុស្ស3នាក់និយាយខុសគ្នាទាំងអស់អ្នកទី1ថាជាសត្វឆ្កែអ្នកទី2ថាជាសត្វសេះរីឯអ្នកទី3ថាជាសត្វលាពិតជាចម្លែកខ្លាំងណាស់ពេលនោះគាត់ក៏លាន់មាត់ថាឬមួយក៏សត្វពពែនេះចេះប្រែកាឡាខ្លួនបើពពែនេះចេះកាឡាខ្លួនមានតែវាជាបិសាចនឹកឃើញបែបនេះម្ចាស់ពពែញ័រខ្លួនចម្ប្រប់រហូតដល់របូតខ្សែដឹកពពែពីដៃនៅទីបំផុតម្ចាស់ពពែក៏រត់បាត់ជើងសព្រាតហើយដីទ្រលោមដោយសារតែការភ័យខ្លាចគាត់ទុកចោលពពែនៅទីនេះមនុស្សកំហួចទាំង3